ក្នុងថ្ងៃចូលឆ្នាំថ្មីតើប្រទេសនីមួយៗជុំវិញពិភពលោកបាននាំគ្នាធ្វើអ្វីខ្លះដើម្បីទទួលបានលាភសំណាងពេញមួយឆ្នាំសម្រាប់ប្រទេសអេស្ប៉ាញក្នុងយប់ឆ្លងឆ្នាំថ្មីពួកគេនាំគ្នាញ៉ាំទំពាំងបាយជូរ12គ្រាប់ដែលមួយគ្រាប់តំណាងឲ្យខែនីមួយៗក្នុងឆ្នាំថ្មីញ៉ាំទំពាំងបាយជូរ12គ្រាប់នឹងឆ្នាំមុនល្បីខ្លាំងមែនទែនក៏មានមកដល់ខ្មែរយើងដែរព្រោះជំនឿជឿថាការញ៉ាំទំពាំងបាយជូរអីអស់12គ្រាប់នឹងនាំតែសំណាងល្អចូលមកក្នុងជីវិតប៉ុន្តែការញ៉ាំនឹងគឺត្រូវឲ្យលឿនខ្លាំងមែនតើបំផុតនីតិកំណត់របស់គេហើយនៅសល់អាទំពាំងបាយជូរដែលនៅសល់ហ្នឹងហើយគឺជាខាអាក្រក់សម្រាប់យើងសម្រាប់ប្រទេសប្រេស៊ីលវិញយប់ឆ្លងឆ្នាំថ្មីយើងត្រូវទៅសមុទ្រអាដល់ពាក់កណ្ដាលយប់ហ្នឹងយើងត្រូវចុះទឹកសមុទ្របន្ទាប់មកក៏លោតតាមរលកចំនួន7ដងការលោតម្ដងយើងអាចផ្សងម្ដងថាយើងចង់បានអីក្នុងឆ្នាំថ្មីបើធ្វើបានផលមែនណាខ្ញុំទៅលោតដែរហ្មងសូមឲ្យប្រទេសយើងមានសេចក្តីសុខមកវិញចូលមកដល់ប្រទេសអ៊ីឡង់វិញម្ដងនៅក្នុងយប់ឆ្លងឆ្នាំថ្មីគេដាក់ពពួកមីសូថូអស់នេះដាក់ក្រោមខ្នើយហើយដល់មកយើងគេងពីលើក្នុងយប់ហ្នឹងយើងនឹងយល់សប្តិពីអនាគតអាចនឹងគូជីវិតនៅក្នុងថ្ងៃអនាគតធ្វើបែបហ្នឹងក៏ដើម្បីទទួលបានសំណាងល្អនៅឆ្នាំក្រោយផងដែរសម្រាប់ប្រទេសក្រិចវិញរៀងប្លែកបន្តិចពួកគេនាំគ្នាពយួរខ្ទឹមប្រាំងខ្ទឹមសខ្ទឹមក្រហមអស់ហ្នឹងនៅមុខទ្វារផ្ទះម្នាក់មួយព្រោះមើមខ្ទឹមដឹងស្រាប់ហើយគឺជារុក្ខជាតិដែលអាចដុះខ្លួនឯងបានអត់មានដីអត់មានទឹកក៏វាដុះបានជារបស់ល្អខ្លាំងមែនតើតំណាងឲ្យការដុះការកើតថ្មីឆ្នាំថ្មីចាប់ដើមជាថ្មីកើតថ្មីអ្វីគ្រប់យ៉ាងនឹងល្អប្រសើរសូមសំណាងល្អសូមលាភសូមសុខភាពល្អសម្រាប់ប្រទេសកូឡុំប៊ីវិញគឺរត់តែប្លែកខ្លាំងគេយកដំឡូង3ដាក់នៅក្រោមគ្រែរបស់សមាជិកគ្រួសារនីមួយៗដំឡូង3ហ្នឹងមានមួយចិត្តសបឲ្យអស់មួយទៀតចិត្តត្រឹមពាក់កណ្ដាលចំណែកមួយទៀតវិញអត់ចិត្តអីទាំងអស់នៅពេលយប់ឆ្លងឆ្នាំហ្នឹងសមាជិកគ្រួសារត្រូវបិទភ្នែកហើយលូកដៃចូលក្រោមគ្រែយើងប៉ះចំដំឡូងមួយណាវាសនាលុយរបស់យើងគឺទៅតាមហ្នឹងបើប៉ះចំដំឡូងដែរអត់ចិត្តអីទាំងអស់ល្អខ្លាំងមែនតើយើងនឹងមានលុយច្រើនបាទនេះវិញ50 ធម្មតាបើចាប់បានអាចិត្តសបអស់ហ្មងណាអត់ល្អទេព្រោះឆ្នាំក្រោយហ្នឹងយើងរលុយមកអត់សល់សោះសម្រាប់ប្រទេសកម្ពុជារបស់យើងវិញខ្ញុំគិតថាការមានផ្ទះដែលនៅបានការមានសមាជិកគ្រួសារដែលអាចជុំគ្នាបានក្នុងឆ្នាំថ្មីប៉ុណ្ណឹងគឺជាសំណាងណាស់ទៅហើយសម្រាប់យើងពួកដូចបងកងទ័ពគាត់អាចជុំគ្នាបានទេនៅក្នុងឆ្នាំថ្មីហ្នឹងបងប្អូនខ្មែរភាសាខ្លះផ្ទះក៏ឆេះអស់ទៀតចឹងការបានជុំគ្រួសារមានផ្ទះនៅគឺសំណាងណាស់ទៅហើយតែយ៉ាងណាប្រជាជនខ្មែរយើងអត់ដែរចោលប្រពៃណីទេចូលឆ្នាំថ្មីទៅវត្តទៅបន់ស្រន់សូមសេចក្តីសុខពេញមួយឆ្នាំចូលអ្នកទាំងអស់គ្នាវិញពេលចូលឆ្នាំថ្មីហ្នឹងនឹងធ្វើអីដែរកុំភ្លេចខមមិននៅខាងខម